បាទផ្អែកទៅលើស្ថានភាពចុងក្រោយគិតត្រឹមថ្ងៃទី29ខែមករាឆ្នាំ2026នេះលទ្ធភាពនៃការកើតមានរលកទី3នៃចំនួនប្រដាប់អាវុធគឺស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នខ្ពស់ដោយមានហេតុផលយុទ្ធសាស្ត្រនិងសញ្ញាណមួយចំនួនដំបូងមកអស់គឺការបរាជ័យនៃកិច្ចចរចារបស់លេខាធិការដ្ឋានគណៈកម្មការព្រំដែនភូមិភាគឬយើងហៅកាត់ថា ABC នៅក្រុងប៉ោយប៉ែតដែលទើបតែបានបញ្ចប់នៅថ្ងៃនេះដោយគ្មានការសម្រេចបាននូវកិច្ចព្រមព្រៀងឬដំណោះស្រាយណាមួយឡើយការដែលភាគីទាំងពីរត្រឡប់ទៅទីស្នាក់ការរៀងៗខ្លួនដោយគ្រាន់តែសន្យាថាបន្តដោះដូរសំណុំរឿងនៅក្នុងរយៈពេលតែ10ថ្ងៃមុនការបោះឆ្នោតថៃបានបង្កើតឲ្យមានភាពទទេស្អាតនៃផ្នែកការទូតដែលគ្រោះថ្នាក់បំផុតម្យ៉ាងវិញទៀតយោធាថៃមានតម្រូវការនយោបាយនៅក្នុងការរក្សាកម្ដៅចំនួនដើម្បីជួយដល់គណៈបកអភិរក្សនិយមនៅក្នុងការបោះឆ្នោតថ្ងៃទី8ខែកុម្ភៈខាងមុខការប្រើប្រាស់វោហារសាស្ត្រការពារជាតិនៅស្ថាប័នព្រះមហាក្សត្រឆ្លើយតបទៅលើលិខិតចំហរបស់សមាជិកព្រឹទ្ធសភាកម្ពុជាកំពុងក្លាយជាឧបករណ៍តាក់ទាញសម្លេងឆ្នោតដ៏មានប្រសិទ្ធភាពដែលអាចជំរុញឲ្យមានការវាយប្រហារណាមួយដើម្បីបង្ហាញអំពីភាពម៉ឺងម៉ាត់របស់រដ្ឋាភិបាលលោកអនុทิនបច្ចុប្បន្នស្ថានភាពនៅលើសមរភូមិផ្ទាល់ក៏បង្ហាញអំពីសញ្ញានៃការត្រៀមលក្ខណៈសម្រាប់សង្គ្រាមផងដែររបាយការណ៍ស្ដីអំពីការជីកលេនដ្ឋាននិងការសាងសង់បេតុងរបស់កងទ័ពកម្ពុជាកំពុងត្រូវបានយោធាថៃបកស្រាយថាជាការត្រៀមវាយលុកដែលអាចឲ្យពួកគេប្រើប្រាស់ជាលេសក្នុងការវាយបកដើម្បីការពារខ្លួនមេបញ្ជាការយោធាថៃបានបញ្ជាក់ច្បាស់ថាអេរិយាប័ត្រចាស់ស្ដែងនៅលើដីមានទម្ងន់ជាងសារនយោបាយហើយកងទ័ពថៃត្រូវតែអនុញ្ញាតឲ្យវាយបកភ្លាមៗប្រសិនបើមានការបាញ់បោះចូលទឹកដីរបស់ថៃដែលថៃគាត់អះអាងទោះបីជាសម្ពាធពីសហរដ្ឋអាមេរិកតាមរយៈកញ្ចប់ជំនួយ$45លាននិងការដែលកម្ពុជាចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក Donald Trump កាលពីថ្មីៗនេះក៏ដោយក៏កត្តាចិត្តនិយមនៅក្នុងស្រុករបស់ថៃនៅតែជាកត្តាបង្កអស្ថិរភាពដែលមិនអាចគ្រប់គ្រងបានដូច្នេះខ្ញុំគិតថាក្នុងរយៈពេល10ថ្ងៃចុងក្រោយនេះលទ្ធភាពនៃការកើតមានរលកទី3គឺស្ថិតនៅក្នុងសេណារីយ៉ូការឈ្លានពានកម្រិតកំណត់ដើម្បីបំរើឲ្យគោលដៅបោះឆ្នោតជាងសង្គ្រាមពេញទំហឹងហើយជាហេតុផលមួយដែលលោកអនុทิនអាចប្រើប្រាស់ដើម្បីធ្វើឲ្យទៀងកោសម្លេងគ្រប់គ្រងរបស់អ្នកចិត្តនិយមជ្រុលនៅក្នុងការបោះឆ្នោតនាពេលខាងមុខបាទ